អូននៅក្នុងវីដេអូនេះសូមបញ្ជាក់បន្ថែមជូនបងប្អូនឲ្យកាន់តែច្បាស់បន្ថែមតិចទៀតតទៅនឹងអំពីជំរឿសបរិមាណហើយនឹងប្រភេទសាច់ដែលបងប្អូនអាចទទួលបាននៅក្នុងឈុតសាច់អាំងជាក់ស្ដែងទៅសម្រាប់ឈុតសាច់អាំងបើបងប្អូនអត់ជ្រើសទេគឺស្តង់ដាជំរឿសផ្ទាល់តែម្ដងគឺមានសាច់ជាប់ខ្លាញ់1គីឡូជាមួយនឹងសាច់ជ្រូក1គីឡូសាច់3ជាន់ណាប៉ុន្តែបងប្អូនអាចជ្រើសយកទៅតាមប្រភេទសាច់ដែលបងប្អូនចង់បានហើយសាច់គោយើងមាន4ជំរឿសសម្រាប់ជ្រើសរើសមានសាច់បូកសាច់ជាប់ខ្លាញ់សាច់ផ្អែមហើយនិងសាច់ច្រឡកផុយហើយសម្រាប់សាច់ជ្រូកមានសាច់3ជាន់សាច់ចលាំងហើយនិងប្រភេទសាច់ស្មាហើយជំរឿសសាច់ទាំងអស់នេះបងប្អូនអាចផ្លាស់ប្ដូរទៅតាមជំរឿសបងប្អូនអាចយកសាច់ជ្រូកសុទ្ធក៏បានសាច់គោសុទ្ធក៏បានប៉ុន្តែมันមានន័យថា2គីឡូស្មើទេបើបងប្អូនយកសាច់គោសុទ្ធអាចបានតិចជាង2គីឡូព្រោះតម្លៃផ្សេងគ្នាប៉ុន្តែបើបងប្អូនយកសាច់ជ្រូកអាចបានសាច់ជ្រូកសុទ្ធណាអាចបានលើសពី2គីឡូដោយសារតម្លៃសាច់ជ្រូកអាចធូរថ្លៃជាងប្រភេទសាច់គោហើយសម្រាប់គ្រប់ប្រភេទសាច់នេះបងប្អូនអាចតម្រូវឲ្យប្រឡាក់គ្រឿងក៏បានអត់ប្រឡាក់គ្រឿងក៏បានដែរមួយទៀតតទៅនឹងប្រភេទសាច់ដែលបងប្អូនទិញថែមបងប្អូនធ្លាប់ប្រហែលជាធ្លាប់ឃើញការផ្សព្វផ្សាយច្រើនទៅឃើញប្រភេទសាច់អាច3ឬ4 5កញ្ចប់ប៉ុន្តែចាក់ស្ដែងប្រភេទសាច់ហ្នឹងគឺខ្ញុំបញ្ជាក់ឲ្យថាបងប្អូនខ្លះគាត់ទិញថែមមានន័យថាបើបងប្អូនដែលមានសមាជិកច្រើនជាង6 7នាក់ហ្នឹងឬក៏8នាក់ហ្នឹងបងប្អូនអាចទិញបន្លែថែមក៏បានទិញសាច់ថែមក៏បានអញ្ចឹងគឺកន្លែងនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនណាព្រោះដោយសារមានបងប្អូនគាត់យល់ច្រឡំច្រើន